ជូនដល់ថ្នាក់ដឹកនាំកម្ពុជាមកដល់វីដេអូនេះក៏ដូចគ្នាដែរនេះករណីនេះគឺយកក្បឿងយកមកចាក់នៅលើផ្លូវតែច្បាប់រដ្ឋធម្មនុញ្ញគេអនុញ្ញាតអត់ទេហើយតាមពិតទៅអានេះរៀបអស់ហើយពេលដែលខ្ញុំឃើញដំបូងហ្នឹងគឺដូចយកអំបែងមកចាក់នៅលើផ្លូវអញ្ចឹងហើយមុននឹងផ្លូវនឹងបានคล้ายជាផ្លូវប្រកដីមកវិញយើងត្រូវលះបង់កង់ម៉ូតូកង់ឡានប្រជាពលរដ្ឋទាំងអស់អត់ទេហើយឥឡូវនេះខ្ញុំចង់ស្នើថ្នាក់ដឹកនាំសួរទៅប្រធានភូមិទាំងអស់ឲ្យប្រធានភូមិគាត់ចុះមើលអាហ្នឹងអត់អនុញ្ញាតឲ្យចាក់ទេណាយើងអត់បន្ទោសអ្នកចាក់ទេតែខ្ញុំចង់បន្ទោសទៅលើប្រធានភូមិហើយប្រធានភូមិបើសិនជាអត់អនុញ្ញាតឲ្យគេចាក់ហើយត្រូវរកដំណោះស្រាយឲ្យគេអត់មានឲ្យគេជីកកលុកកលាក់អាហ្នឹងខ្ញុំឃើញច្រើនហើយវាយូរលង់ណាស់មកហើយជាង10ឆ្នាំហើយប្រជាពលរដ្ឋយើងគឺយកអំបែងយកមកចាក់លើផ្លូវទាំងអស់ហើយមុននឹងបានអាផ្លូវហ្នឹងទៅជាប្រកដីវិញមុតតិចកង់ឡានបងប្អូនប្រជាពលរដ្ឋដែលជិះឆ្លងកាត់អានេះនិយាយទៅដែរខ្ញុំអត់បន្ទោសអ្នកចាក់ទេប៉ុន្តែប្រធានភូមិហើយនឹងចៅសង្កាត់សូមបងពិនិត្យមើលបន្តិចហើយកន្លែងហ្នឹងគឺជាបញ្ហារបស់ពួកបងបាទអរគុណ